ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាន Steam Land របស់បងស្រីមួយបាទទាំងព្រឹកតែម្ដងបងស្រីបានទទួលសេវាកម្មខាង PM របស់យើងដែលគឺគាត់ចង់ Steam Land របស់គាត់ដែលដោយសារតែឡានគាត់ជិះយូរខែយូរថ្ងៃដែរបងប្អូនដែរបានធំក្លិនឡានពីខាងក្នុងអញ្ចឹងហើយក៏ឲ្យខាង PM យើងគឺសម្អាតឡានឲ្យគាត់និង Steam Land ឲ្យគាត់បាទនេះខាងក្រុមការងាររបស់ខាង PM គឺសម្អាតឡានរបស់គាត់ហើយយើងក៏បាន Steamឡានរបស់គាត់បាទហ្នឹងហើយនេះជាយើងកំពុងតែរៀបចំ Steamឡានរបស់គាត់ហើយបាទគឺខាងក្រុមការងារដែលគាត់លាងឡាននិងជូតឡានឲ្យអស់សិនបានយើង Steamឡានបាទហើយในការ Steamឡាននេះបងប្អូនបាទសម្រាប់បងប្អូនដែលបានធំក្លិនឡានយើងជិះយូរខែយូរថ្ងៃអញ្ចឹងណាយើងចង់ Steam សម្រាប់មេរោគពីខាងក្នុងបាទបងប្អូនបាទខាង PM របស់ខ្ញុំមានសេវាកម្មហ្នឹងហើយមិនភ័យបងប្អូនសម្រាប់សេវាកម្ម PM យើងក៏មានបោកពុកលាងឡានច្រើនក៏មានទាំងអស់សម្រាប់សម្អាតបាតឡានបោកពុកលាងម៉ាស៊ីនអីគឺខាង PM ខ្ញុំមានបាទហើយនេះជាកន្លែង PM របស់ខ្ញុំនៅជាប់ផ្លូវខ្នល់ជាតិលេខ 6A និងស្ពានលេខ 6A បាទស្ពានគល់ស្ពានលេខ 6បាទនេះបងប្អូនមើលគល់ស្ពានលេខ 6បាទហើយកន្លែង PM របស់យើងក៏មានទទួលដូចជាកាហ្វេបាយអាហារម្ហូបព្រឹកបាទដូចជានំប៉័ងយើងមានច្រើនបងប្អូនបាទសម្រាប់បងប្អូនបានមកពីបណ្ដាខេត្តនានាចូលនៅភ្នំពេញបាទបងប្អូនកុំភ្លេចចូលមកលេងផងខាង PM របស់យើងគឺមានទទួលសេវាកម្មច្រើននិងម្ហូបអាហារលាងឡានលាងអីគឺមកចប់បាទហ្នឹងហើយបងប្អូនបានគឺយើងបានសម្អាតរួចរាល់ហើយក៏ខ្ញុំបានមើលក្លិនឡានគឺខុសពីមុនបាទគឺក្លិនឡានដែលយើងសម្អាតហើយគឺក៏អូបមែនទែនបងប្អូនហើយក៏អរគុណបងស្រីដែរដែលបានទទួលសេវាកម្មខាង PM របស់យើងខ្ញុំគឺ Steam Land បាទនេះហើយបាទបងស្រីក៏បានចេញទៅវិញហើយបាទហើយអរគុណច្រើនបងស្រីដែលបានទទួលសេវាកម្មនៅខាង Steam Land ខាង PM របស់យើងខ្ញុំបាទអរគុណ